5,000 ដោយប្តីខ្ញុំដាច់ជាមេកងមួយខែ13,000ទីឡានតានេះស្អីតានេះមិនដឹងទេចង់សក្តាយហេរ៉ៃធំក្រុមហ៊ុនទី1មានមនុស្សដើមគ្នាប្រហែលអ្នកជួលបានដែរសំទោសបងថ្លៃពូកែពិតមែនបងថ្លៃអញ្ចឹងចុះបើធ្វើជាអ្នកគ្រប់គ្រងវិញនោះយល់សັບស្អីហ្នឹងអ្នកគ្រប់គ្រងជាន់ខ្ពស់លក្ខខណ្ឌទីបំផុត985,211ត្រូវមានសមត្ថភាពមានខ្សែរយៈអាចខ្លាចជាអ្នកគ្រប់គ្រងទី1ក្រុមហ៊ុនហេរ៉ាញ់កធុមួយវិចារកិត្តិយសរបស់ដូនតាបើធុរបស់ដូនតាទៅបានហើយបងជាអ្នកចាប់ជួបកម្មករឬបានទេបើអាចចូលក្រុមហ៊ុនហេរ៉ាញ់ធុទី1យល់សក់មួយជីវិតក៏ត្រូវតែសាច់ញាក់ដែរមានអ្នកខ្លះនៅលើខ្លួនមិនត្រឹមតែមានក្លិនអាចជ្រូកហើយនៅយល់សក់ទាំងកដាថ្ងៃធ្វើជ្រូកស៊ីដេកហើយស៊ីទៀតកូនប្រុសខ្ញុំបញ្ចប់ការសិក្សា211ដំបូងចូលក្រុមហ៊ុនហេរ៉ាញ់កធុទី1មិនបានផងជន់មីបើឲ្យខ្ញុំនិយាយសន្តិសុខក៏ល្អដែរបានហើយអរគ្នាសុទ្ធតែជាគ្រួសារតែមួយចាំបាច់និយាយភាសាគ្រួសារពីរធ្វើស្អីទៅទីឡានក្រែងនាងថាការងារបានរៀបចំរួចហើយពេលណាមានលទ្ធផលទៅសូមឲ្យសញ្ញាពួកយើងទាំងអស់គ្នាបានឃើញដល់ផ្នែកផងកុំឲ្យដល់ពេលនោះសូមបីសន្តិសុខក៏ព្រៀបមិនបានការងារជាអ្នករត់តុអ្នកលៀនចានកំ ផ្លាញ់មែនទីឡានដាក់អូនអាចក្រុមការងារមិនមកទៅហើយទេហ៎អាឡូគឺខ្ញុំក្រុមហ៊ុនហេរ៉ាញ់ធ្វើទី1ហ៎កូនប្រុសបាត់សម្លេងទៅសៀងលោកត្រូវក្រុមហ៊ុនហេរ៉ាញ់ធ្វើទី1នឹងយកធ្វើជាប្រធានផ្នែកជំនាញមនុស្សរបស់ក្រុមហ៊ុនយើងហើយអត់ទេតែឯងជាណាជាមិនឡំមែនទេខ្ញុំគឺលីវហ្វុងប្រធានគ្រប់គ្រងក្រុមហ៊ុនហេរ៉ាញ់ធ្វើទី1ណាសៀងខាងចាត់អាទិត្យក្រោយនេះលោកមករាយការណ៍នៅក្រុមហ៊ុនមកណាបានប្រធានលីវអរគុណអ្នកប្រឡងធ្លាក់3ដងបាច់ជាឲ្យធ្វើអគ្គនាយករៀបចំការងារដោយផ្ទាល់ទៀតផងហើយធ្វើជាប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សតំណែងពិតជាសំខាន់មែនលីវហ្វុងអគ្គនាយករឿងឲ្យឯងចាត់ការតែ Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេយ៉ាងមិនទៅខ្ញុំប្រាប់ណានសៀងឲ្យថ្ងៃច័ន្ទឲ្យគេចូលមកធ្វើការល្អធ្វើបានល្អមែនតំណែងនេះមិនធំហើយក៏មិនតូចដែរអ្នកគ្រូប្រកាសជាពេញចិត្តហើយគឺលោកប្រធានលាវខ្ញុំធ្លាប់យកប្រធានលាវគឺជាសម្លេងរបស់គាត់ជាការពិតហើយអាយ៉ាណានសៀងមីងអបអឯងចេញឡានការងាររបស់បងពិតជាអូនជាអ្នកធ្វើពិតមែនទេកាដូជូនបងអាយ៉ាបានហើយឯងជាអ្នកចិញ្ចឹមជ្រូកអាចឲ្យក្រុមហ៊ុនធំបែបនឹងឲ្យការងារកូនប្រុសយើងឈប់អួតទៅអាយ៉ាប្រកាសជាមកពីកូនប្រុសខ្ញុំបកកាយហើយទើបអ្នកដឹកនាំធំសម្លឹងឃើញកិច្ចសន្យាអាចកំបាំងមិនទាន់ដល់កំណត់ខ្ញុំមិនអាចបង្ហាញសមត្ថភាពខ្លួនទេណាស់ឲ្យចុះឲ្យទៅរឿងដោះស្រាយបានទៅបានហើយកូនប្រុសពិតជាគ្រាន់បើមែនឲ្យម៉ាក់មានមុខមាត់ហើយហើយយ៉ាណានសៀងពេលនេះឯងមានកំណត់ហើយឯងជាប្រធានផ្នែកធនធានមនុស្សអញ្ចឹងអាចឡើងប្រាក់ខែបដូរតំណែងឲ្យបងថ្លៃឯងតែបានទេបងថ្លៃបងចាប់ដូរការងារមែនទេបានអញ្ចឹងស្រាមួយនេះណាយ៉ាមែននេះអ្វីនេះគឺបងថ្លៃខៀប៉ុន្មានស្រានេះទុកឲ្យបងជាអ្នកលើកដាក់ចុះទុកជាការសុំទោសឯងផឹកតែបកកើនេះទេអាយ៉ាអញមិនគួរក្បាលរបស់បងទៅចុះបងគ្មានចំណេះដឹងមិនយល់ពីកំណត់របស់អញតលសោះហើយពេលនេះលើកដៃតែបោះចុះបានសុទ្ធតែគ្រួសារឯងអង្គុយទៅអ្នកមីងអញ្ចឹងរឿងរៀបការខ្ញុំនឹងណានសៀងកំណត់នៅពេលណារឿងរៀបការកុំតែសាកូនប្រុសឯងថាទៅចំពោះរឿងមង្គលការពិតជាមិនប្រញាប់ទេណានសៀងពួកយើងនៅជាមួយគ្នា4ឆ្នាំហើយបងថាថ្ងៃនេះអាចកំណត់ពេលរៀបការបានចេញឡានណាអូនមកចុះបងទៅតាមបញ្ចប់មហាវិទ្យាល័យទើបរកបានការងារធ្វើបងចង់ធ្វើកិច្ចការឲ្យចប់សិនទើបរៀបការតាមក្រោយខ្ញុំមិនចាំទៅទេហើយមិននឹងអាចទៅហើយយ៉ាខ្ញុំក៏យល់ថាក្មេងពីរនាក់នេះពិតជាពន្យាពេលបានទៀតមែនគួរមានគ្រួសារហើយប៉ុន្តែពួកឯងពេលនេះគ្មានផ្ទះអត់ទេជួលបន្ទប់នៅត្រូវឲ្យអ៊ំស្រីពួកខ្ញុំជួលផ្ទះនៅទេចេញឡានណាបងចង់សំលុយសិនបន្ទាប់មកទិញផ្ទះឲ្យគ្រួសារអូនមួយពេលបងរៀនមហាវិទ្យាល័យអូនចាំជួបគុតគងបងរៀនសូត្រពិតជានៅហត់ដល់អូនហើយបងគិតបែបនឹងមែនទេមិនខុសទេអូនរងចាំបន្តិចទៅចាំបងទិញផ្ទះបានពួកយើងរៀបការភ្លាមឲ្យពេលបងបន្តិចទៅបានទេណានសៀងផ្ទះខ្ញុំទិញចេញឡានណាតែបងមិនចង់ចាយលុយរបស់អូនទៀតទេបងចង់ឲ្យគ្រួសារដល់អូនមួយបងចិញ្ចឹមអូនឲ្យតែអូនស្ងប់ចិត្តធ្វើជាប្រពន្ធរបស់បងឲ្យតែល្អចំពោះខ្ញុំទាំងអស់នេះមិនទុកជាស្អីទេល្អ